រៀបសួរអ្នកគ្រូជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំឡើងមកសម្ដែងរឿងស្រីបណ្ដោះល្អោយសូមទស្សនាដូចតទៅអូថ្ងៃនេះខ្ញុំពិតជាសំណាងមែនឃើញបានត្រីដ៏ធំមួយខ្ញុំនឹងកាត់វាធ្វើឲ្យលក់អូអញ្ចឹងខ្ញុំមិនកាត់ទេមានតើឯងបាននេះមកពីណាមិនបាច់ចាំសួរច្រើនទេខំទុកតែមានទៅបើឯងមិនខ្ញុំនៅប្តឹងឲ្យផងថាឯងនឹងក៏សម្បត្តិជាដតីអូចាំខ្ញុំប្រាប់មាននេះគឺខ្ញុំបានមកពីកន្លែងតាមជ្រៃមួយដែលស្ដេចបណ្ដោះប្រាប់ខ្ញុំ